តារាចម្រៀងស្រីមុខសខ្ចីតូចច្រឡឹងស្អាតគួរឲ្យស្រឡាញ់អ្នកនេះមានសំនៀងពីរោះរណ្ដំគឺអ្នកនាងពេជ្រសូលីកាអ្វីតែអ្នកនាងមានកូនមួយទៅហើយមែនក៏ប៉ុន្តែរូបសម្រស់របស់អ្នកនាងនៅតែក្មេងស្រស់ស្អាតដដែលតើបងប្អូនណាខ្លះជា fan របស់តារាចម្រៀងស្រីពេជ្រសូលីកាអាច comment នៅខាងក្រោមវីដេអូនេះបានហើយវីដេអូនេះខ្ញុំនាំបងប្អូនទៅមើលពីសកម្មភាពខ្លះៗរបស់អ្នកនាងសូលីកាជាមួយនឹងកូនប្រុសព្រមទាំងក្រុមគ្រួសារប៉ុន្មានថ្ងៃមុននេះអ្នកនាងពេជ្រសូលីកាបានបង្ហោះរូបភាពជាមួយកូនប្រុសដោយផ្សាយពាណិជ្ជកម្មទៅលើម្សៅទឹកដោះគោហើយក្នុងនោះអ្នកនាងបានសរសេរថាទោះម៉ាក់រវល់ខ្លាំងតែម៉ាក់ក៏នៅតែឆ្លៀតពេលសម្រាប់កូនព្រោះកូនជាខ្យល់ដង្ហើមរបស់ម៉ាក់ថ្ងៃបន្ទាប់មកទៀតយើងក៏បានឃើញដែរថាអ្នកនាងពេជ្រសូលីកាបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងរូបទាំងអស់នោះឃើញមានធុងដាក់ត្រីដាក់ផ្កាយកទៅឯមាត់សមុទ្រមានន័យថាអ្នកនាងបានយកត្រីទៅប្រឡែងនៅឯក្នុងទឹកដើម្បីឲ្យត្រីបានរស់រានមានជីវិតហើយអ្នកនាងបន់ផ្សងសូមឲ្យអ្នកនាងបានសេចក្តីសុខសប្បាយអ្នកនាងបានសរសេរដូចនេះថាសូមឲ្យខ្ញុំនិងក្រុមគ្រួសារបានសុខសូមឲ្យជួបតែរឿងណាដែលល្អមានក្តីសុខផ្លូវចិត្តឲ្យច្រើនសូមឲ្យស្ត្រីខ្លាយជាមិត្តមីដែលតែងតាមផ្ចាញ់ទាំងប៉ុន្មានសូមឲ្យមិនសមប្រកបតាមបំណងចង់ឈ្នះចិត្តនរណាម្នាក់ត្រូវយកឈ្នះចិត្តខ្លួនឯងជាមុនសិនបើចិត្តជើងក្តៅកុំប្រដៅអ្នកដទៃឲ្យត្រជាក់ទាំងនេះគឺជាសំណេរផ្ទាល់របស់អ្នកនាងពេជ្រសូលីកាហើយយើងដែលជាអ្នកគ្រប់គ្រងអ្នកនាងក៏សូមជូនពរអ្នកនាងនិងក្រុមគ្រួសារព្រមទាំងកូនប្រុសបានសេចក្តីសុខគ្រប់ប្រការដូចបំណងដែលបានប្រាថ្នា